មានបងប្អូនណាចូលចិត្តមើលការប្រឡងរបស់កញ្ញានេះទេខ្ញុំជ្រើសរើស My Top 20ទាំងអស់នេះមិនមែនជាដែលខ្ញុំកំណត់ថាលេខ1លេខ2អីទេខ្ញុំគ្រាន់តែដាក់គាត់ទៅតាមលំដាប់លំដោយដែលគាត់ចេញមកពេលប្រឡងហ្នឹងហើយនេះគឺជា20រូបដែលខ្ញុំគិតថាស្អាតចាំមើលតើពួកគាត់អាចនឹងចូលក្នុងចំណោម20រូបនឹងបានអត់ភាគច្រើនខ្ញុំចូលចិត្តមើលវគ្គហ្នឹងហើយនឹងវគ្គគេពាក់ខោអាវបង្ហាញពី culture របស់ប្រទេសគេមួយចាវគ្គនេះគឺស្អាតដូចគេពាក់ឈុតរាត្រីស្មៅសអីចឹងហើយវគ្គដែលពាក់ខោអាវវប្បធម៌ហ្នឹងក៏ស្អាតដែរចានិយាយទៅបងកញ្ញាទាំងអស់ហ្នឹងខ្ញុំចូលចិត្តចាប់អារម្មណ៍បងកញ្ញាអ៊ីស្រាអែលចាំមើលទៅទៀតគាត់ចេញមកគាត់លេងរឹកមែនតើពេលគាត់និយាយគាត់ធ្វើកាយវិការខ្ញុំមើលទៅដូចអីមិនចង់វាយគ្នាប៉ុន្តែមែននេះគាត់មើលទៅដូចអង់គ្លេសសាស៊ីហើយបើនិយាយពីវកញ្ញាម្នាក់នេះប្រទេសម៉ាល់ថាអីនេះអូយសក់ស្អាតមែនតើសក់មកបាវហ្មងដូច perfect ហ្មងសក់ហើយមិចស៊ីកូក៏សក់ស្អាតខ្ញុំឃើញវកញ្ញាខ្លះទៀតដែលខ្ញុំអត់បានជ្រើសរើសមកក្នុងចំណោម20រូបរបស់ខ្ញុំហ្នឹងគាត់សក់ស្អាតដូចគេអត់ធ្វើឲ្យគាត់ឲ្យស្អាតឬមួយក៏គាត់អត់ចេះធ្វើខ្លួនឯងខ្ញុំមិនដឹងថាតើវកញ្ញាហ្នឹងពួកគាត់តែងខ្លួនឯងនិយាយថាមុខមាត់ផាត់ខ្លួនឯងធ្វើសក់ខ្លួនឯងឬក៏គេមានអ្នកជួយអីតែអ្នកខ្លះធ្វើសក់គ្នាអត់ស្អាតចាដល់ពេលសក់អត់ស្អាតវាអត់លើកសម្រស់ដែរហ្នឹងតែបើឲ្យជ្រុលលើកសក់ឲ្យចងឡើងលើអស់ដូចហ្វីលីពីនអញ្ចឹងហ្មងក៏ម្យ៉ាងនេះឃើញមុខស្រឡះវកញ្ញាម្នាក់នេះខ្ញុំមានអារម្មណ៍មើលទៅគាត់ស្តៀងអ្នកបង្ហាញម៉ូដក្នុងកាតាឡុកម៉ូដសក់ចាហើយអូនេះវកញ្ញាស្បែកខ្មៅដែលខ្ញុំនិយាយឃើញខ្ញុំគិតថាគាត់ស្អាតភ្នែកច្រមុះមាត់អីញញឹមអីបានទាំងអស់ឥឡូវចាំមើលតើអ្នកដែលខ្ញុំជ្រើសរើសហ្នឹងពួកគាត់អាចចូលក្នុងចំណោម20អ្នកបានអត់